แต่เป็นกันนะเอาแต่ประกันเอาแต่ประกัน จะบ้องใส่เรื่องอะไรก็ไปคนหายไปในวงเมาវិញដើម្បីโชว์មុខនៅក្នុងការដោះស្រាយជាមួយពលរដ្ឋនៃរងរបួសឯកបានហ្នឹងបងមែនទេបើថាគាត់ចេញលុយយើងណាប្រេងកាឡាព្រៀងចូលទៅគាត់ទៅធ្វើ1,000ផុសអស់ប្រមាណបាទអូនឯងចិត្តមើលច្បាស់បាទណាអាហ្នឹងបងនេះព្រោះតែគាត់មកខ្ញុំចាបានខ្ញុំសុំគាត់តែនៅលើដៃសំពៀនណាឲ្យវាអាចខាងធម្មតាទេបាទមកវិញគាត់ថាឲ្យវាខ្លះឲ្យវាអញមួយមួយមកដល់អេចេះឯសារតែខ្ញុំអញ្ចឹងអត់ចានេះមកវិញគឺវាឯកស្ថានមានណាគេយកភ្លើងមកបានយើងប្រោយនេះគេច្បាស់ស្រុកនេះឥឡូវកាមេរ៉ាមាននៅភ្លើងមិនទៅណាអូនឯងមកឃើញអូឈាមឲ្យឈាមតែមិនដឹងកើតអីបើវិញមិនត្រាស់អីឈាមនឹងហូរជួនកលៀនបានឃើញទាំងរូបភាពជួនកទៀតជួនកលៀនបានទៀតជួនកប្រៃអ៊ីណូចាហើយគាត់បាញ់ទៀតហើយគាត់បើករត់នេះគាត់ឲ្យបើករត់ហើយគាត់នៅគូនេះអង្ចាហ្នឹងអាវុធតែអាវុធធម្មតាហ្នឹងចង់និយាយថាប្តីគាត់មិននិយាយទៅថាចាឥឡូវរបស់យើងកាន់នឹងដៃវាមានស្លាប់ចឹងមែនទេចាដល់របស់យើងកាន់នឹងដៃហើយយើងចេះចង់ថាបលាទៅមនុស្សឲ្យខ្លាចមែនអត់ចាយើងចង់បលាមនុស្សឲ្យខ្លាចបន្តិចតែមនុស្សអត់ខ្លាចមនុស្សនឹងចូលបានន័យថាមនុស្សនឹងគាត់ទូចយ៉ាងមកឃើញមិនលឺដែរតែគាត់ធម្មតាទេគាត់ថាយកជាបលាយកជាបលាតែហេតុអីបានជាមនុស្សនឹងមិនខ្លាចឥឡូវឈាមអីគេឥឡូវគាត់នេះខ្ញុំសុំសួរមួយគាត់ត្រឹមជាអ្នកដែលថាគាត់អនឡាញនិយាយមើលស្រាលហើយមិនមែនធ្វើមើលស្រាលទេបងស្រីខ្ញុំសុំទោសអត់ទេអត់មានសុំទោសបងចូលកុំដាក់កាត់ដងលោកណាចាឥឡូវស្រាប់អូនសិនណាចាហើយអីមិនអូនឯងបងចាថាអូនចាពូម៉ាក់ខ្ញុំនិយាយហើយថាកុំឲ្យមកមិនបាច់ទេកុំឲ្យប៉ះពាល់ព្រោះចាអត់បងខ្ញុំនិយាយមិនមើងទេខ្ញុំសុំទោសតែឥឡូវមកទៅឥឡូវចេះមកទៅពេលនេះទាំងប្តីមកឯងនិងប្តីគាត់ត្រូវបានសមត្ថកិច្ចយកទៅពោះហើយមែនទេយកចុះប៉ុន្តែអត់បញ្ហាតែគាត់អត់តែសុំបានសុំឲ្យពេលមកដំបូងគាត់ឈប់ណៃនេះគាត់ទឹកមេគាត់ពេលមកតែយោណាខ្ញុំសុំបងតែរត់បាត់ហើយរត់បាត់ហើយគាត់ពូនគេនេះណាគេពូនគេមកអូនឯងចេញមកវិញអូនឯងជិះឡានមកជួយប្រៃមិនចង់ឲ្យប្រៃបាទឡើយនេះបាត់បងមួយជាអត់ទេនិយាយទៅជាពេលបែកប្តីបងបែកក្បាលហើយពេលគេខាត់បានអត់អ្នកបាយហ្នឹងគេពលីណាមកតនព្រាមអាចបាញ់ព្រាមលឹងទូអូអញ្ចឹងរត់បាត់ហើយយើងអូនឯងនិយាយមិនប៉ាត់ដែរអត់ទេតែឥឡូវរត់បាត់អត់ទេរត់ទៅណាពលីទៅបាត់ហើយអូយកទៅបងឲ្យតែអូអញ្ចឹងអ្នកមានអាវុធដែលវាយប្តីមកឯងហ្នឹងគឺយកទៅប៉ោះទាំងអស់ហើយបងមិនមែនទេអត់ទេបើឡានរត់ហើយប្តីមកអូនទៅបាត់ហើយចារត់ទៅយកហើយចុះប្តីមកឯងស្មានតែបើកឡានរត់ខ្ញុំស្មានតែយើងចុះចុះឥឡូវប្តីមកឯងនៅណាបងប្តីមកឯងនៅណាគាត់នៅផ្ទះនៅផ្ទះវិញកាត់ណាឲ្យតែប្រកាសឲ្យតែប្រកាសចុះបងស្រីរឿងអាកាមេរ៉ាមានឲ្យតែឲ្យប្តីវងមកវិញដើម្បីឈរមុខនៅក្នុងការដោះស្រាយជាមួយពលរដ្ឋនៃរងរបួសឯកបានហ្នឹងបងមែនទេគាត់ថាគាត់ចេញលុយយើងណាប្រេងកាឡាព្រៀងចូលទៅគាត់ទៅធ្វើ1,000ផុសអស់ប្រមាណបាទអូនឯងចិត្តមើលច្បាស់បាទណាអាហ្នឹងបងនេះព្រោះតែគាត់មកខ្ញុំចាបានខ្ញុំសុំគាត់តែនៅលើដៃសំពៀនណាឲ្យវាអាចខាងធម្មតាទេបាទមកវិញគាត់ថាឲ្យវាខ្លះឲ្យវាអញមួយមួយមកដល់អេចេះឯសារតែខ្ញុំគ្រាន់តែចង់ដឹងរឿងថាលេងបាញ់យកមកខ្ញុំទូចទេមូលហេតុអីបានមានដល់ការប្រើប្រាស់អាវុធបងស្រីអាចអាបញ្ហាអញ្ចឹងអានេះបងប្តីបងនេះបាញ់ហ្នឹងរត់បាត់ហើយចាតែខ្ញុំស្គាល់ដាក់ឡើងទៅពេលដល់ចាអញ្ចឹងបានន័យថាឥឡូវនេះប្តីមកឯងនៅពេលដែលមានហិង្សាកើតឡើងខ្ញុំតឲ្យទាំងអស់គ្នាខ្ញុំសុំបានន័យថាមានហិង្សាបាទឥឡូវនេះឃើញថាទីតាំងចំណុចកន្លែងកើតហើយគឺបកកមានការតែតែម្ដងមកបងស្រីគឺប្រឡាក់សិតតែឈាមតែម្ដងណាតាមបញ្ជាក់ពីគាត់ថាមានការដកកំភ្លើងបាទប្តីបងស្រីដែលពាក់អាវខ្មៅគឺបានដកកំភ្លើងបាទគឺបានបាញ់បាទហើយបងស្រីដែលនេះគឺប្តីគាត់ដែលអ្នករងរបួសបាទមិនដឹងថារងរបួសដោយសារតែការបាញ់ឬមួយក៏រងរបួសដោយសារតែការវាយនោះទេបាទតែបកកមានការឈាមមកច្រើនមែនទែនម្ដងហើយប្តីបងស្រីនេះគឺមានការបាច់ក្បាលដែរបាទមិនដឹងថាត្រូវប្រើកំភ្លើងវាយក្បាលឬមួយក៏បាញ់ប្រឆិតក្បាលឬមួយយ៉ាងម៉េចទេបាទហើយជុំវិញពាក់ព័ន្ធនឹងករណីខាងលើនេះហើយសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលបាទបាត់ហើយបាទប៉ុស្តិ៍ក្មួយបាទហើយចំណែកឲ្យប្តីបងស្រីដែលជាអ្នកមានកំភ្លើងឬថាជាមានឯកសន្តានទៀតបងបាទបងអាចបំភ្លឺតិចបានទេដើម្បីឲ្យយើងច្បាស់លាស់ទាំងអស់គ្នាណាបងកុំឲ្យថាខ្ញុំសភាបានតែមួយខាងទេបាទអញ្ចឹងបើសិនជាបងអត់ឲ្យសភាខ្ញុំសភាគាត់មួយខាងខ្ញុំនិយាយច្រើនពេកអូ
សឹងខ្ញុំថាគុំភាសាស្រឡាញ់ណាកូនអរគុណ ធម្មតាបងបើយើងនេះកុំខ្លាចបើយើងអត់មានបកហេតុអីផងណាបងស្រី ខ្ញុំមិនខ្លាចទេតែខ្ញុំមិនចង់ចេញតាមពលមានអូខេបងព្រោះចិត្តខ្ញុំមិនចង់ចេញតាមពលមានទេនឹងខ្ញុំលើកដៃស្ពះគ្រូសាខ្ញុំបងគ្រូសាខ្ញុំមិនចង់ចេញតាមពលមានទេណាបង អត់អីបើបងអត់ចង់ជិះឥឡូវខ្ញុំសុភាទៅខាងគាត់ទេណាបងអញ្ចឹងបងសូមអធិស្ឋានទៅ អ្វីដែលមានពីពិតអូនសុខចិត្តគ្រប់បែបយ៉ាងអូនបាក់លួចចាំខោឡងដឹងហើយជីវិតលើលោក យើងគាត់មកហូបចុកនឹង ចាដល់ពេលហើយគាត់ថាបើឯងខ្លាចដល់អាវមកវាយមកអញ អញ្ចឹង អត់ដែរនេះមកវិញគេពាក់ឯកថាមានណាគេយកភ្លើងមកបាញ់យើងប្រោយ នេះវាច្បាស់ស្រុកនេះ ឥឡូវកាមេរ៉ាមាននៅភ្លើងបាញ់ទៅណាអូនឯងមកហកឲ្យឈាមឲ្យឈាម តែមិនដឹងតែកើតអី បើបាញ់មិនត្រាស់អីឈាមនឹងហូរជន់កលៀនបានឃើញទាំងរូបភាពបាន ជន់កទៀត ជន់កលៀនបានទៀត ជន់កប្តីអ៊ីណោះ ចាហើយគាត់បាញ់ទៀតហើយគាត់បើករត់នេះគាត់ឲ្យអ្នកបាញ់រត់ហើយគាត់នៅគួរនេះអត់ចាត់ នេះគាត់មកនេះបង ពីរអ្នកដៃពុនហើយខ្ញុំចង់និយាយប្រាប់បងថាចេះមកពីលើកដំបងប្តីខ្ញុំក៏ឈូងខ្ញុំណែណាបងណាគាត់ថាយើងលក់អញ្ចឹងកុំឲ្យហូបនៅនឹងខុសច្បាប់ចរាចរណ៍គាត់ធ្វើការនៅនឹងហ្នឹងកុំឲ្យមេតែមកថាយើងអ្នកធ្វើការហ្នឹងហេតុអីមិនទទួលខុសត្រូវមិនមើលច្បាស់លាស់តែគាត់ថាខ្លាចតែគាត់ក៏ធ្វើប៉ូលីសឥឡូវបងគាត់ថាគាត់និយាយស្រួលមែនតែបើមានបញ្ហាគាត់អ្នកទទួលខុសត្រូវគាត់ធ្វើការហ្នឹងឡើយបងទទួលស្គាល់អត់ពីសានចឹង ពេលដែលឆ្លុះនេះដំបងមានឯកស្ថានទេបង អត់មានទេ 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 ដល់ពេល តាបញ្ហាកាមេរ៉ាមាន គាត់ឆ្លុះនេះដំបងអត់មានពេលឯកស្ថាន អត់មានឆ្លុះអីទេប៉ុន្តែមកដល់ឃើញហើយនិយាយ ប្តីបង5ណោះ អត់មានទេខ្ញុំនៅនឹងអស់ បាទ នៅនឹងអូនប៉ុន្តែចាំខ្ញុំខឹងខ្លាំងខ្ញុំខឹងខ្លាំងព្រោះមនុស្សខ្ញុំស្គាល់ត្រង់ថាប្រវត្តិខ្ញុំកាត់ដងយូររងហើយខ្ញុំមកកាត់ដៃដូចគ្នា ជាហ៊ានត កាត់មកអូននិយាយថា រឿងអ្វី អូនទីមិនបាត់កាត់ឆ្លោះគ្នាគ្មានរឿងអីទេថារឿងបើងាយគ្នា5-60000លោកដោហើយយើងស្មើគ្នាយើងមកផឹកស៊ីយើងមិនមែនយកស្រាវណាស្មុកទេប៉ុន្តែក្នុងកែនិយាយមិនពិតព្រោះយើងទ្រាំបានអូនគាត់មានមើងងីតែដល់ពេលឥឡូវពូម៉ាក់ខ្ញុំទៅអស់ពេលដែលឈៀនរហូតចាវាយ៉ាងម៉េចដែរបានឈៀនចន្លោះពូម៉ាក់ខ្ញុំនេះអ្នកថាទៅគាត់ឈឺចាប់ត្រង់ថាពូម៉ាក់មកចេញលុយមកកេះពីកេះដែរអញ្ចឹងតែដល់ពេលហើយគាត់នឹងមើងងាយគាត់ថានេះផឹកគ្នាម្នាក់ពីរនាក់ហ្នឹងអស់មកកេះអស់60000ជាងហ្នឹងអស់ច្រើនគាត់ផឹកគ្នា3-4នាក់ហ្នឹងគាត់អស់3-4កេះមិនអស់ច្រើនផងហ្នឹងគាត់និយាយចឹងចា បើឆ្កែប្រទេសដែលគាត់ពីពីថាគេថាប្តីបងយកភ្លើងបាញ់ នេះជារឿងអាវុធធម្មតាខ្ញុំចាហ្នឹងអាវុធតែអាវុធធម្មតាហ្នឹងចង់និយាយថាប្តីគាត់មិននិយាយទៅថាជាឥឡូវរបស់យើងកាន់នឹងដៃវាមានស្លាប់ចឹងមែនទេចាដល់របស់យើងកាន់នឹងដៃហើយយើងចេះចង់ថាបលាទៅមនុស្សឲ្យខ្លាចមែនអត់ចាយើងចង់បលាមនុស្សឲ្យខ្លាចតិចតែមនុស្សអត់ខ្លាចមនុស្សហ្នឹងចូលបានន័យថាមនុស្សហ្នឹងគាត់ស្វឹងគាត់ខ្លាំងហើយបើសិនយើងសម្រួលឲ្យលុយវាចប់ហើយតែយើងមិនចង់អញ្ចឹងតែទៅពេលឲ្យអ្វីដែលគេយកធំនេះគេស្មោះត្រង់ បងសុំឲ្យគាត់បកស្រាយទៀតបងមិនទាន់ អ្វីដែលគ្រប់យ៉ាងគាត់ខ្លាំងហើយគាត់ដកអាវមកគាត់ថាចាញ់រកមនុស្សខ្លាំងជាងយូរហើយចុះអូនឯងនឹងប្រែនឯងថាដកអាវមកវាយអញមួយនេះម្ដងគេមានកំភ្លើងនេះហ្មងគាត់ថាឯងខ្លាំងគាត់និយាយភាសាប្តីគាត់ទាំងអស់និយាយមកនិយាយទៅគាត់អូនឯងនឹងប្រែនឯងនឹងអូនថាបើឯងខ្លាំងដកអាវមកវាយនេះម្ដងគេមានកំភ្លើង ភ្លើងនេះគាត់ទៅដកកម្លាទេបង ចាឡើងឈាមហ្នឹងឈាមអីទេអាពុតធម្មតាអាពុតធម្មតាចា ភ្លើងឬក៏យ៉ាងម៉េច ទូយ៉ាងមកឃើញមិនលឺដែរតែគេគាត់ធម្មតាទេគាត់ថាយកជាបន្លាយកជាបន្លាតែហេតុអីបានជាមនុស្សហ្នឹងមិនខ្លាចឥឡូវឈាមអីគេឥឡូវគាត់នេះខ្ញុំសុំសួរមួយគាត់ត្រឹមជាអ្នកដែលថាគាត់អនឡាញនិយាយមើលស្រាលហូតមិនមែនធ្វើមើលស្រាលទេបងស្រីខ្ញុំសុំទោសអត់ទេអត់មានសុំទោសមកយកឯងគាត់យកណាសាមេកាណាចាមេកាមើលការគាត់ត្រូវខុនដូហ្នឹងគាត់លក់ហ្នឹងចុះខ្ញុំមកជួយទិញផឹកហ្នឹងខុសអីណាហើយគួរឲ្យតម្លៃអ្នកទិញផងគាត់ខ្លាំងឲ្យតម្លៃថោកជួយអ្នកទិញហ្នឹងគាត់អត់ឲ្យតម្លៃអ្នកទិញគាត់វាតម្លៃអ្នកទិញតាមមួយកេះ60000ជាងថោកទៀតនេះហេតុអីបានគាត់មកវាតម្លៃហើយអត់ឲ្យនិយាយទេថាកន្លែងដល់យើងគឺតម្លៃវិយា60000ជាងហ្នឹងគឺតែប្រកែកគ្នាតែម្ដង អត់ប្រកែកទេខ្ញុំទៅបាត់ហើយ អូហើយមកវិញ បាត់គាត់មិនអត់អើអត់ខ្លាំងទេ តែយកទៅមកវិញក៏មានរឿងតែម្ដង ចានៅអូនកុំបាក់ស្រាយបើអូនខ្លាំងអូនយកបាត់កាត់មកបង
បងគាត់និយាយប៉ុណ្ណឹងហើយដល់ខ្ញុំឈប់បោះស្រាយអត់ទេបងខឹងណាអូនយកបាត់អញ កុំប្រើផឹងសា អត់ទេបងអត់ចង់ទេប៉ុន្តែបងមនុស្សយកឆ្លោះតែគាត់និយាយពិតទៅបងខ្សែណាទៅទៀតខ្ញុំទៅដែរអត់ទេអូននិយាយពិតបាទឥឡូវនេះយើងគឺថាបងសុំតោអូនជាស្រ័យអូនខំនេះខ្លាំងតែម្ដងនៅត្រង់ចំណុចនេះទីតាំងកន្លែងការថែបាទដែលស្ថិតនៅក្នុងនេះគឺនៅតាមបណ្ដោយផ្លូវបេតុងបាទដែលស្ថិតនៅក្នុងសង្កាត់ក្មួយបាទខណ្ឌសែនសុខរាជធានីវិញជុំវិញពាក់ព័ន្ធនឹងករណីខាងលើនេះបាទភាគីខាងបងស្រីដែលមានរោគរបួសបាទមានឈាមបាទដែលមានឈាមប្រឡាក់ពេញអាវនេះគាត់បានអះអាងថាប្តីរបស់បងស្រីដែលពាក់អាវខ្មៅនេះគឺបានដកកាំភ្លើងបាញ់ហើយវាយប្តីរបស់គាត់បាទហើយបណ្ដាលឲ្យរងរបួសបាទឈាមបាទបាច់ក្បាលជោគតែម្ដងហើយចំណាយจากបងស្រីពាក់អាវខ្មៅគាត់ថាអត់បានប្តីរបស់គាត់អត់មានកំភ្លើងទេបាទហើយគឺនឹងថាដែកឬមួយក៏អីទេណាបាទយើងអត់ដឹងច្បាស់ទេបាទប៉ុន្តែយ៉ាងណាមិញជុំវិញពាក់ព័ន្ធនឹងករណីខាងលើនេះភាគីម្ខាងត្រូវបានសមត្ថកិច្ចបាននាំទៅប៉ុស្តិ៍ បងស្លាញ់អូនណាហើយអូននិយាយបងតែត្រូវ3ក្បាលនោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅប៉ុស្តិ៍ដើម្បីជូននាំឲ្យហើយគីបង្កបាទអ្នកដែល3ក្បាលនេះគឺទៅប៉ុស្តិ៍ក្មួយនេះបាទត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍ក្មួយណាបាទហើយប្តីបងស្រីដែលពាក់អាវខ្មៅគឺត្រូវបានបាទទៅផ្ទះបាទមិនថាទៅផ្ទះឬមួយទៅណាតែប្រពន្ធគាត់ថាទៅផ្ទះ រាប់អាននេះប្រហែលខែប្រហែលឆ្នាំមិនធ្លាប់ស្គាល់គ្នាកន្លងមកហ៎ បាទតាមបញ្ជាក់ពីបងស្រីនោះបងស្រីដែលមានប្រឡាក់ឈាមនៅក្បាលបាទនៅនឹងមុខហ្នឹងគាត់ថាប្តីបងស្រីដែលពាក់អាវខ្មៅហ្នឹងគឺពាក់ឯកសណ្ឋានបាទចុះទៅលើឡានមកគឺធ្វើការដកកំភ្លើងតែម្ដងបាទហើយរីឯបងស្រីនោះថាអត់មែនកំភ្លើងទេគឺជាអាវុធដែលយើងដឹងថាអាវុធអីក៏អត់បញ្ជាក់ថាអាវុធអីដែរណាប៉ុន្តែបងស្រីហ្នឹងគាត់ថាជាកំភ្លើងបាទអញ្ចឹងក៏មានការបាញ់បាទឬថាមានការបាញ់មកគ្រាប់ហើយមានការវាយហើយជន់កទៅលើបងប្តីបងស្រីដែលមានការឈាមបាទប្រឡាក់ពេញខ្លួនហ្នឹងបាទហើយប្តីបងហ្នឹងគឺបានទៅពេទ្យបាត់ហើយទៅប៉ុស្តិ៍បាទជាស្រ័យទៅប៉ុស្តិ៍ហើយប្តីបងស្រីពាក់អាវខ្មៅហ្នឹងមិនដឹងថាទៅណាទេយកដល់ទៅណាទេហើយជុំវិញពាក់ព័ន្ធនឹងករណីនេះបើសិនជាប្រើអាវុធនៅក្នុងការបាញ់ហើយនឹងធ្វើការវាយពិតមែនច្បាស់ជាសមត្ថកិច្ចអាចនឹងមានចំណាត់ការនៅក្នុងវិធានការណាមួយទេបាទជុំវិញពាក់ព័ន្ធនឹងករណីទៅលើបាទតាមពិតពួកគាត់គឺជាអ្នកស្គាល់គ្នាទេបាទគឺជាអ្នកស្គាល់គ្នាដែរទេតែម្ដងបាទនៅថ្ងៃទីបាទនេះសមត្ថកិច្ចមកបន្ថែមទៀតបាទយើងឃើញ13បាទខែមករាបាទឆ្នាំ2026នេះតែម្ដងប្រិមិត្តបាទអូនបាទអាចស្ដាប់បានការបាយរបស់ទីដល់សងខាងបងទីតាំងទៅទេបាទសោះបាទនេះសមត្ថកិច្ចបានម្ដងប្រពន្ធមកជនរងគ្រោះនិងប្រពន្ធបានដែរជាអ្នកវាយមកគេហៅថាជនបង្កណាបងអត់មិនបងជួយបងអត់ជួយបងឯកាយបងកន្លងកាប់ជួយបងច្បាប់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 មិនលឺថាស្រឡាញ់នេះឥឡូវទៅច្បាប់រាប់អានគឺរាប់អានបាទថាយ៉ាងម៉េចឥឡូវនេះទុកឲ្យច្បាប់ដោះស្រាយឬមកក៏ទុកតាមការរាប់អានបាទយកតើថាយ៉ាងម៉េចណាបាទជួយពាក់ព័ន្ធនឹងករណីលើនេះបាទឥឡូវសមត្ថកិច្ចគឺអញ្ជើញបាទប្តីរបស់ប្រពន្ធបាទបងប្រុសដែរអញ្ជើញទៅបងអាចជំរាបបន្តិចបានទេបងមិនមានរឿងទៅសហការមួយសមត្ថកិច្ចសិនណាបងបងឥឡូវប្តីគាត់អត់ទាន់ឃើញណាបងណោះបងមួយឋានបងអូនសុំសួរតិចបានទេបងមកឥឡូវបងអាចជំរាបបន្តិចបាទឥឡូវកម្លាំងប៉ុស្តិ៍រនាំទៅបាទយើងចង់ដឹងថាតើពាក់ព័ន្ធនឹងករណីទៅនោះប្តីបងស្រីនោះគាត់ទៅណាបាទគាត់បាញ់ប្តីបងឯងមិនបានដល់ថ្នាក់ឈានដល់បាញ់បងមកពីមនុស្សស្រីបាទឥឡូវសមត្ថកិច្ចបានអញ្ជើញបាទបងបានទៅទៅមួយពលីទៅបងពលីទៅបាទមួយឈាមឥឡូវនេះសមត្ថកិច្ចបានក្នុងហើយមួយសមត្ថកិច្ចរបស់រដ្ឋបាលបាទមួយតាមតែការថាគឺបកកមានការផ្សាយខ្លាំងនៅទៅម្ដងដោយឥឡូវនេះក៏ភាគីជនរងគ្រោះប្រហែលជាគាត់មិនព្រមនៅក្នុងការបាត់សម្រុះសម្រួលបានជាអោបាទនេះនៅតាមផ្លូវបេតុងព្រមទាំងបាទផ្លូវបេតុងសកាត់ក្មួយឋានសានសុខរាជធានីភ្នំពេញជុំវិញពាក់ព័ន្ធនឹងករណីទៅលើនេះគឺនៅតែបកកមានការផ្សាយខ្លាំងពេញបាមុខតែម្ដង
ចំណុចនឹងមុខផ្ទះសំណាក់មកកន្លែងប្រិមិត្តយើងអស់នេះតែអត់ដឹងថាវាអីទេថាបងស្រីម្នាក់ក៏លោកដល់ហ្នឹងបាក់បានបាក់វាយបាទរឿងបំបាញ់ប្រិមិត្តបានលើថាបាញ់បាទយកទៅប៉ុកមួយបាទយើងនឹងសុំសួរសមត្ថកិច្ចថាណាបងប្អូនអាចសុំសួរតិចបានទេប្តីបងស្រីដែលថាវាយគេនោះគាត់អត់តដល់ប៉ុស្តិ៍ទេបងណោះគាត់នៅបងហើយបងស្រីគាត់ទៅមុនបាទអូប្តីអ្នកលបួសទៅប៉ុស្តិ៍ហ្នឹងហើយបងអូជុំប្តីអ្នកដែលវាយគាត់ឲ្យគាត់ចេញទៅបាត់ហើយបងគាត់រត់ទៅបាត់ហ្នឹងណោះអូអញ្ចឹងអញ្ជើញប្រពន្ធគាត់ទៅណាបងណោះចេញគាត់ទៅដោះស្រាយសិនដើម្បីធ្វើការភ្លឺសិនណាបងណោះអូអរគុណច្រើនបងបាទនេះអានេះតាមបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានហ្នឹងគឺប្តីបងស្រីដែលគេអាយស្មៅនោះគឺរត់ទៅបាត់ហើយបាទរត់ទៅបាត់ហើយបាទអញ្ចឹងនៅសល់តែប្តីបងស្រីដែលររបួសនោះទេដែលសមត្ថកិច្ចនាំទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបាទជុំវិញពាក់ព័ន្ធនឹងករណីបាទខាងលើនេះគឺមិនដឹងថាហឹង្សាវាយឬមួយក៏បាញ់ទេតាមបញ្ជាក់ពីបងស្រីនោះថាបាញ់បាទប្រើកភ្លើងបាញ់តែម្ដងអរគុណប្រិយមិត្តយើងអរគ្នាខ្ញុំនឹងបិទបញ្ចប់នៃការផ្សាយហើយពេលដែលខ្ញុំបិទបញ្ចប់ការផ្សាយហើយខ្ញុំនឹងដាក់ link បាទទៅលើ caption ដើម្បីឲ្យប្រិយមិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាចូលទៅមើលរូបភាពអ្នកដែលរបួសតែម្ដងអញ្ចឹងប្រិមិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទ share ទុកសិនបាទ share ទុកសិនទៅហើយបន្ទាប់ពី share ហើយបាទពេលដែលខ្ញុំបិទចប់ការផ្សាយខ្ញុំនឹងដាក់ caption ចំណងជើងហើយខ្ញុំនឹងដាក់ link ឲ្យចូលទៅមើលនៅក្នុងក្រុម Telegram ដើម្បីឃើញរូបភាពអ្នកដែលរងរបួសបាទឈាមនិងដាប់ប្រឡាក់ពេញក្បាលទាំងអស់តែម្ដងអរគុណប្រិមិត្តយើងទាំងអស់គ្នាវត្តមានច្បាប់ចិននេះរួមជាមួយនឹងក្រុមការងារសូមបិទបញ្ចប់